វីដេអូនេះគឺសម្រាប់អ្នកដែលមិនមានជំនាញក្នុងការកាប់ជើងជ្រូកវះជើងជ្រូកអីអញ្ចឹងណាបងប្អូននេះគឺជាការបង្ហាញមួយដែលរបៀបនៃការដែលយើងអាចយកសាច់ចេញពីជើងជ្រូកបានល្អគឺគេធ្វើតាមលក្ខណៈបែបហ្នឹងអញ្ចឹងជើងជ្រូកមួយទាំងមូលបើសិនណាជាយើងមែនតើទាំងខ្ញុំមានបទពិសោធន៍ធ្លាប់ធ្វើម្ហូបជាមួយនឹងជើងជ្រូកដែរគឺយកមកគឺកាប់តា5 6ក្បិតហ្នឹងគឺហើយហើយប៉ុន្តែនេះគឺអ្នកជំនាញគាត់ធ្វើតាមផ្នែករបស់វាដល់គេជាយកសាច់បានច្រើនមែនតើឃើញថាជើងជ្រូកមួយបើមែនតើគឺអាចបានសាច់ប្រហែលជាខ្ទង់20ដុំ30ដុំអីដែរគាត់ប្រលះវាតាមផ្នែកអញ្ចឹងណាអញ្ចឹងវាធ្វើឲ្យយើងងាយស្រួលនៅក្នុងការញ៉ាំដែរជើងសាច់ឆ្អឹងអីគឺគេរៀបចំខ្វេះកាប់វះអីឡើងស្អាតតែម្ដងឃើញសាច់ដោយសាច់ទៅហើយផ្នែកកញ្ចក់ជើងអីហ្នឹងគឺគេធ្វើបានស្អាតហើយឆ្អឹងនេះកាប់មកគឺមានខួរទៀត